សូមស្វាគមន៍មកកាន់រឿងរ៉ាវអស្ចារ្យនៃខ្សែជីវិតមច្ឆជាតិរឿងត្រីរស់នៅក្រោមផ្ទៃទឹកដ៏ថ្លាយ៉ងនៃស្ទឹងធម្មជាតិមួយក្នុងប្រទេសកម្ពុជាពិភពក្រោមទឹកមួយកំពុងដេកលង់លក់យ៉ាងស្ងប់ស្ងាត់ពន្លឺព្រះអាទិត្យចាំងឆ្លុះទម្លុះផ្ទៃទឹកបង្កើតជាស្រមោលរលោងរឡាអួនរំរែកនៅលើផ្ទៃខ្សាច់សនៅក្បែរនោះទ្រូដែលជាឧបករណ៍នេសាទបុរាណខ្មែរធ្វើពីផ្សៃត្បាញដោយដៃរងចាំវត្តមានរបស់មច្ឆជាតិយ៉ាងអត់ធ្មត់ក្រោមការបិទបាំងនៃគុម្ពកំប្លោកផ្កាពណ៌ស្វាយដ៏ស្រស់ស្អាតពីរង្វង់នៃភាពស្ងប់ស្ងាត់ស្ដេចមច្ឆានៃដែនទឹកសាបត្រីរស់ដ៏ធំអស្ចារ្យមួយបានហែលចេញមកយ៉ាងអង់អាចនិងមានរលកទន់ភ្លន់ស្រកាពណ៌ត្នោតដិតលាយមាសចាំងផ្លេកក្រោមពន្លឺថ្ងៃឆ្លុះបញ្ចាំងពីកម្លាំងថាមពលនិងភាពរស់រវើកនៃធម្មជាតិភ្នែកដ៏វៃឆ្លាតនិងស្វាហាប់របស់វាកំពុងសម្លឹងមើលទៅមុខឆ្ពោះទៅរកទីតាំងនៃអន្ទាក់លាក់ខ្លួននោះវាមកដល់ហើយត្រីរស់បានមកបង្អង់ល្បឿននៅចំពីមុខមាត់ច្រកចូលនៃទ្រូប៊ូសីត្រឹមតែមួយដង្ហើមស្លាប់ប៉ុណ្ណោះភាពតាក់ទាញនៃច្រកចូលដ៏អាចកំបាំងដែលហ៊ុំព័ទ្ធដោយផ្កាកំប្លោកលំអដោយកាំរស្មីព្រះអាទិត្យចាំងទម្លុះចុះមកបង្កើតជាផ្ទាំងទស្សនីយភាពដ៏មានសម្ពាធតើវានឹងចាញ់បោកភាពស្រស់ស្អាតឬមួយក៏សភាវកិច្ចនឹងជួយសង្គ្រោះវាមិនមែនថ្ងៃនេះទេដោយភាពវៃឆ្លាតនិងសភាវកិច្ចការពារខ្លួនដ៏រហ័សរហួនត្រីរស់បានបត់កោងរាងកាយរបស់វាយ៉ាងខ្លាំងក្លាព្រោះទន្ទុយដ៏មានថាមពលបានបោកទឹកវាបំបែកលេខសាច់បាតស្ទឹងឲ្យហុយឡើងជាផ្សែងវាមិនហែលចូលទៅក្នុងអន្ទាក់ទេប៉ុន្តែបានស្ទុបលោតឡើងលើហែលរំលងរបងផ្សៃរំដោះខ្លួនចេញពីគ្រោះថ្នាក់ទាំងស្រុងទៅរកសេរីភាពវិញយ៉ាងអស្ចារ្យពន្លឺព្រះអាទិត្យពណ៌មាសនាល្ងាចថ្ងៃរសៀលបានគ្របដណ្ដប់លើប្រព័ន្ធអេកូឡូស៊ីបាតស្ទឹងម្ដងទៀតទ្រូបិស័យនៅតែស្ថិតនៅទីនោះស្ងប់ស្ងាត់និងក្លាយជាផ្នែកមួយនៃធម្មជាតិដោយមានកូនត្រីតូចៗហើយលេងជុំវិញដោយសុវត្ថិភាពចំណែកឯស្ដេចមច្ឆាបានហែលត្រឡប់ទៅរកជំរកព្រៃស្មៅទឹកដ៏ជ្រៅនិងមានសុវត្ថិភាពវិញនេះហើយជាខ្សែជីវិតជាតុល្យភាពនៃធម្មជាតិនិងជានិរន្តរភាពនៃដង្ហើមទឹកនៅក្នុងទឹកដីជនបទដ៏ស្រស់បំព្រងនៃប្រទេសកម្ពុជា